សូមជូនរឿងក្របីស្រុកនិងក្របីព្រៃមានដំណាលមកថាមានក្របីពីររស់នៅជាមួយគ្នាមួយជាក្របីស្រុកមួយទៀតជាក្របីព្រៃសត្វទាំងពីរស្រឡាញ់គ្នាណាស់ដេកនៅស៊ីជាមួយគ្នាមិនដែលឃ្លាតគ្នាទេទន្សាយជាសត្វរពឹសឃើញក្របីទាំងពីរស្រឡាញ់គ្នាដូចនេះក៏រកល្បិចបំបែកក្របីទាំងពីរឲ្យឃ្លាតពីគ្នាទន្សាយចូលទៅរកក្របីទាំងពីរហើយនិយាយថាណែបងទាំងពីរបងកុំដេកដើរស៊ីចុកជាមួយគ្នាបែបនេះប្រយ័ត្នអ្នកស្រុកឃើញនឹងចាប់បងឯងទាំងពីរយកទៅប្រើប្រាស់មិនខានក្របីព្រៃឮទន្សាយនិយាយដូច្នេះភ័យខ្លាចមានគ្រោះថ្នាក់ដោយពាក្យទន្សាយថាមែនចាប់ពីថ្ងៃនោះមកក្របីទាំងពីរក៏បែកគ្នារស់នៅរៀងៗខ្លួនក្នុងការរស់នៅបែកគ្នានេះដំបូងក្របីទាំងពីរតែងតែនឹករលឹកគ្នាខ្លាំងណាស់ព្រោះធ្លាប់រស់នៅជាមួយគ្នាអស់ពេលដ៏យូរពេលវេលាបានកន្លងផុតទៅជាច្រើនខែក្របីទាំងពីរក៏ភ្លេចគ្នាទៅវិញទៅមកក្របីព្រៃនិងក្របីស្រុករស់នៅឆ្ងាយពីគ្នាមិនដែលបានជួបគ្នាសោះការរស់នៅបែកគ្នានេះយូរទៅពួកគេក៏ភ្លេចគ្នារៀងខ្លួនទន្សាយរពឹសពេលដែលដឹងថាក្របីទាំងពីរបែកគ្នាលែងនឹកដល់គ្នាហើយក៏កើតគំនិតខូចមួយទៀតទន្សាយបានទៅជួបក្របីព្រៃរួចប្រាប់ថាណែក្របីព្រៃខ្ញុំបានឮក្របីមួយគេនិយាយថាគេខ្លាំងពូកែណាស់គ្មានសត្វណាអាចឈ្នះគេបានទេហើយពេលនេះគេកំពុងតែប្រកាសរកគូជលបងរត់គ្នាក្របីព្រៃឮហើយខឹងខ្លាំងណាស់យីបងទន្សាយក្រុងមេឃលើដីនេះមានតែខ្ញុំទេឥឡូវមានអាក្របីណាមកអួតក្អេងក្អាងខ្លួនវាពូកែជាងខ្ញុំឥឡូវបងទៅហៅវាមកយើងជលបងរត់គ្នាទន្សាយទៅប្រាប់ក្របីស្រុកវិញថាមានក្របីមួយចង់ជលបងរត់គ្នាក្របីស្រុកខឹងច្រឡោតក៏ឲ្យទន្សាយទៅនាំក្របីព្រៃគ្រាន់តែបានជួបគ្នាភ្លាមក្របីព្រៃក៏ស្ទុះទៅវត្តក្របីស្រុកយ៉ាងសាហាវក្របីទាំងពីរប្រយុទ្ធគ្នាអស់ពេលយ៉ាងយូរមិនឈ្នះមិនចាញ់ពួកវាក៏បែកចាក់ចេញពីគ្នាមួយនៅស្រុកមួយនៅព្រៃលែងជួបគ្នារហូតដល់សព្វថ្ងៃនេះ